ខ្ញុំគ្រាន់តែនិយាយថាតើបងឡែងអាចជួបវត្ថុបុរាណដ៏ល្អបែបនេះបានយ៉ាងណាបើអីចឹងខ្ញុំមិនទម្លាក់ត្រីទេខ្ញុំនឹងដោះប្រអប់វាឲ្យប្រមូលកូនវិលវាដូចជាអ្នកអាចទទួលបានវាប្រសិនបើអ្នកទៅទីនោះអ៊ំមាត់កូនអ្នកពិតជាអស្ចារ្យណាស់ថ្ងៃនេះពិតជារឿងចាស់វាជាកំណប់ទ្របប៉ូស៊ឺឡែនមិនយ៉ងលីឃីងហដផ្សេងទៀតកំពុងតាមអ្នករឿងដែលខ្ញុំបានមើលលើកមុនគឺមកពីស៊េរីពួកគេទាំងពីរនៅជាមួយគ្នាដូចជាត្រីធំមួយនិងត្រីពីរម្នាក់នោះខ្ញុំបិទដៃចុងក្រោយគឺដោយសារតែមិនមានប្រតិបត្តិការជាប្រវត្តិសាស្ត្រដូច្នេះខ្ញុំពិបាកប៉ាន់ស្មានប៉ុន្តែខ្ញុំសូមដាក់ទាំងពីរនេះខ្ញុំធានាថាតម្លៃអបបរមាននឹងមាន15លានបន្ទាប់មកសូមអរគុណបងប្រុសយោតើខ្ញុំគួរអរគុណអ្នកដែលស៊ូទ្រាំការឈឺចាប់និងស្រឡាញ់ខ្ញុំមែនទេទារកបែបនេះគឺជាមនុស្សតែម្នាក់ក្នុងចំណោមពួកយើងដែលអាចប្រាថ្នាបានមកផឹកស៊ីរីករាយថៅកែយើងតើខ្ញុំអាចសួរអ្នកអ្វីមួយបានទេតើមានអ្វីនៅក្នុងទំនាក់ទំនងរបស់យើងដែលអ្នកមិនចង់សុំនេះគឺជាវាតើអ្នកអាចទទួលបានអធិរាជបន្ថែមទៀតនៅពេលក្រោយបានទេកាន់តែច្រើនកាន់តែប្រសើរខ្ញុំមានមិត្តម្នាក់ដែលខ្សោយបន្តិចហើយត្រូវការអធិរាជព្រៃប្រភេទនេះចំពោះតម្លៃវិញយើងអាចពិភាក្សាគ្នាបានហើយយកវាទៅឲ្យអ្នកភ្លាមដោយមិនគិតថ្លៃប៉ុន្តែវាមិនគិតថ្លៃទេខ្ញុំចង់បានប្រាក់ពីទសវត្សរ៍ឆ្នាំ1970ដើម្បីប្រមូលនិងលេងជាមួយគ្មានបញ្ហាទេខ្ញុំត្រឡប់ទៅវិញសូមឲ្យមិត្តរបស់ខ្ញុំរកអ្នកឲ្យបានឆាប់តាមដែលអាចធ្វើទៅបានខ្ញុំខ្មាស់គេដែលមិនមែនជាខ្ញុំយើងជាមិត្តត្រូវហើយអ្នកជាមិត្តខ្ញុំចាំថាខ្ញុំធ្លាប់មានរូបថតខ្លះនៅផ្ទះដែលគ្រួសាររបស់អធិរាជទើបតែត្រូវការរងចាំខ្ញុំត្រឡប់ទៅឆ្នាំ1970ហើយនាំមកជូនអ្នកនៅប្រព័ន្ធដ៏ស្រស់ស្អាតមួយផ្ញើឲ្យខ្ញុំត្រឡប់ទៅឆ្នាំ1977អ្នកបានផ្ញើមួយខ្ញុំបានផ្ញើមកវិញប៉ាត្រឡប់មកវិញហើយមែនទេខ្ញុំនឹងបញ្ជាទិញគុយទាវសម្រាប់អ្នកខ្ញុំនឹងញ៉ាំស្រានៅពេលថ្ងៃត្រង់ហើយចង់ញ៉ាំរបស់ក្តៅពួកឯងត្រឡប់មកវិញពេលថ្ងៃត្រង់មានអ្វីមួយបានកើតឡើងអ្នកត្រឡប់មកវិញឆាប់នេះតើមានអ្វីខុសខ្ញុំបានរងចាំអ្នកពេញមួយរសៀលស្គាល់ជាងមិញហើយទេគាត់បានរាយការណ៍មកអ្នកបើមិនធ្វើទេចូលទៅកាត់ពេលវេលារបស់គ្រួសារអ្នកទៅអ្វីតើនេះអាចទៅរួចដោយរបៀបណាកុងហ្វូនេះគឺជាជីវិតរបស់មនុស្សគ្រប់រូបពេលនោះជាងមិននៅតែខឹងនឹងខ្ញុំហេតុអ្វីបានជាគាត់តែងតែប្រឆាំងនឹងខ្ញុំពេលមកទីនេះដំបូងតើឯងមិនឈប់មើលបងថ្លៃឯងនឹងកូនឆ្មាងមួយទេជាងមិននៅតែជាមនុស្សអាក្រក់ដោយសារគាត់មិនអាចទ្រាំទ្រនឹងការលំបាកបានគាត់បានរៀបការជាមួយកូនស្រីរបស់សមាជិកគ្រួសារប៉ុន្តែតាមពិតទៅគាត់នៅតែបង្ហាត់កូនស្វាតូចនេះនៅពេលនេះហៅថាលួចមើលខ្ញុំចាប់ត្រីមែនទេដោយវិធីនេះខ្ញុំចាំថាការងារបច្ចុប្បន្នរបស់អ្នកគឺធ្វើការផ្ទេរទឹកនិងរៀបចំការផ្ទេរដីក្នុងលក្ខណៈសមហេតុផលមែនទេវាត្រូវចំណាយពេលយ៉ាងហោចណាស់កន្លះខែដើម្បីប្រគល់ដីវាងាយស្រួលគ្រាន់តែរកឃើញឧបករណ៍បូមទឹកទំនើបមួយហើយវាអាចធ្វើការមនុស្សជាង10នាក់បើធ្វើបែបនេះអ្នកអាចទុកឲ្យខ្ញុំនៅម្នាក់ឯងបានខ្ញុំអាចធ្វើអ្វីដែលខ្ញុំចង់បាននិយាយអីចឹងតើអធិរាជមុនរបស់អ្នកចាប់ Effer នៅវាលទេបាទមានវាច្រើនណាស់នៅក្នុងវាលប៉ុន្តែមិនងាយចាប់ទេចង់រកលុយបែបនេះទេយកព្រមតើអ្នកចង់ជួលលុយទេធ្វើបែបនេះឯងយកអាហ្វូទៅស្រែខ្ញុំនឹងបង្រៀនអ្នកពីរបៀបចាប់អធិរាជយ៉ាងឆាប់រហ័សបន្ទាប់ពីគាត់ចាប់វាលក់ឲ្យខ្ញុំមួយកាក់3សេនខ្ញុំពិតជានឹងទៅរកគាត់យ៉ាងខ្វេជីគឺជាឪពុកក្មេករបស់យាងមិញហេដូច្នេះគាត់ត្រូវតែជួយគាត់មិនយើងមិនទៅរកពូប្រធានក្រុមដើម្បីអញ្ជើញគាត់កុំបារម្ភខ្ញុំធានាថាពួកគេនឹងមិនអាចដកការខិតខំប្រឹងប្រែងណាមួយពីពួកយើងបានទេហើយពួកគេនឹងត្រូវប្រគល់វាទៅឲ្យគ្រូសាស្ត្រតើនេះអាចទៅរួចដោយរបៀបណាអ្នកនៅតែមិនជឿលើកម្លាំងបរិសុទ្ធរបស់អ្នកកុំបារម្ភឥឡូវនេះបន្ថែមទឹកហើយបង្រៀនខ្ញុំឲ្យចាក់ចេញមុនត្រឡប់មកទាន់ពេលពូគង់ចេះចាប់អធិរាជទេប្រើនេះតើរឿងនេះអាចចាប់អធិរាជបានទេខ្ញុំពិតជាចាប់យកឧបករណ៍ខាងក្នុងនេះហើយវាកាន់តែងាយស្រួលប្រើវាងាយស្រួលប្រើណាស់ខ្ញុំនឹងឲ្យវាសាកល្បងផងដែរ
បងប្រុសខ្ញុំពិតជាចាប់អារម្មណ៍នឹងអ្នកអាចបង្កើតអ្វីមួយដូចនេះដោយប្រើឧបករណ៍នេះខ្ញុំគិតថាខ្ញុំជាម្ចាស់របស់អធិរាជយ៉ាវរួចហើយខ្ញុំមិននឹកស្មានថាខ្ញុំមិនមានអ្វីប្រៀបធៀបជាមួយអ្នកទេហេខ្ញុំបានឮអំពីឧបករណ៍នេះពីមជ្ឈមណ្ឌលព័ត៌មានពីមុនមកវាងាយស្រួលណាស់ក្នុងការរកលុយនៅ3សេនក្នុង1ផោនប្រសិនបើអ្នកយកវាអ្នកនឹងចាញ់រួចរាល់ហើយឬនៅចូលយើងបំភ្លេចវាចូលយើងចាត់ទុកវាជាការអនុគ្រោះត្រឹមត្រូវអ្នកគិតថាយើងបានរកលុយបានច្រើនហើយដោយការសម្លាប់ជ្រូកបងប្អូននិយាយតែ3សេនគឺ3សេនអ្នកបានជួយខ្ញុំច្រើនណាស់ពីមុនមកប៉ុន្តែប្រសិនបើអ្នកពិតជាចង់អរគុណខ្ញុំជួយយើងចាប់អធិរាជបន្ថែមទៀតអ្នកអាចកាន់យកទៅផ្ទះពេលក្រោយខ្ញុំនឹងងូតទឹកវាល្អណាស់វាគួរឲ្យស្អប់ខ្ពើមខ្ញុំមានលុយរហ័សខ្ញុំសូមប្រាប់អ្នកអ្នកមកទីនេះធ្វើការវះកាត់តាំងពីព្រលឹមអ្នកនឹងមិនខ្ជិលហើយមិនធ្វើការទៀបទេនៅថ្ងៃនេះសម្រាប់ពីយន្តខ្ញុំនឹងជួយអ្នកជាមួយនឹងពន្លឺថ្ងៃយប់មិញធ្នឹមលួចពណ៌ខៀវហើយមិនឡើងលើមេឃអ្នកអាចមើលឃើញសង់ទីម៉ែត្រនៃមាត់សង់ទីម៉ែត្រនៃគ្រួសារទាំងមូលមិននិយាយពេលខ្ញុំដេញកាប់ជ្រូកព្រៃម្សិលមិញថាមិនបានឈ្មោះគ្រប់គ្រាន់បើខ្ញុំលួចពីសេះមួយសាច់ពេលព្រៃក៏ជាទ្រព្យស្មុះភាពដែរបន្ទាប់មកខ្ញុំបាននិយាយថាអ្នកបានទាញយកប្រយោជន៍ពីរាងកាយអញ្ចឹងខ្ញុំនឹងរៀបចំវាបន្ទាប់ពីខ្ញុំរុញវាចេញតើមានអ្វីខុសខ្ញុំមិនហ៊ានទៀតទេខ្ញុំខ្លាចស្លាប់ខ្ញុំគ្រាន់តែផ្ញើកញ្ចប់ហើយខ្ញុំហ៊ានសន្យាថានឹងប្រមាញ់ជ្រូកព្រៃខ្ញុំគិតថាខ្ញុំនឹងត្រូវស្លៀកខោពេលឃើញជ្រូកព្រៃតើអ្នកគិតយ៉ាងណាដែរសម្រាប់គម្រោង logical ដូចជាធ្នឹមពន្លឺវាគ្រប់គ្រាន់ក្នុងការហ្វឹកហាត់បណ្ដាញដោយប្រុងប្រយ័ត្នមិនចាំបាច់វិនិច្ឆ័យការងារទេតើអ្នកបានរឿងនេះទេបុរសម្នាក់នេះមិនត្រឹមតែធ្វើការជាភ្នាក់ងារសារព័ត៌មានប៉ុណ្ណោះទេថែមទាំងបង្កបញ្ហាជាមួយមហាជនទៀតផងប៉ុន្តែវាពន្យាការវិវត្តទៅមុខទៀតខ្ញុំស្នើថាការលក់ខ្លីរយៈពេល3ថ្ងៃគឺច្រើនពេកមិនអីទេវាពិតជារំខានណាស់លេខ Sunshine និងកម្មករបានកាត់ការរីកចម្រើនរបស់ខ្ញុំរយៈពេល3ថ្ងៃដែលវាច្រើនពេកបងស្រីយ៉ាងខ្វេបើអ្នកប្រាប់ខ្ញុំឲ្យយកការរីកចម្រើនរបស់ផលិតកម្មខ្ញុំមកពិចារណាតើអាចឲ្យខ្ញុំធ្វើការ10ថ្ងៃបានទេបើខ្ញុំធ្វើការងារ10នាក់ដោយខ្លួនឯងហេតុអ្វីបានជាអ្នកអួតមនុស្សម្នាក់មាន10វាមិនសំខាន់ទេថាខ្ញុំអួតឬអត់តើខ្ញុំគួរធ្វើដូចម្តេចប្រសិនបើខ្ញុំបានសម្រេចវាយ៉ាងបងស្រីខ្វេប្រសិនបើគាត់អាចសម្រេចបាន10នាក់នោះខ្ញុំកំពុងធ្វើការងាររបស់ខ្ញុំហួសហេតុបរិសុទ្ធធំតើអ្នកបានឮថាមានអ្វីកើតឡើងទេប្រសិនបើ Sunshine Numbers ពិតជាមានសមត្ថភាពបែបនេះមែនថ្ងៃនេះតើខ្ញុំផ្ដល់វាឲ្យអ្នកប៉ុន្មានខែអ្នករាល់គ្នាបានឬទេនេះជាការពិតដែលបងស្រីយ៉ាងខ្វេនិយាយផ្ទាល់ប្រសិនបើអ្នកបានឬវាយើងនឹងខ្លែងទីបន្ទាល់សម្រាប់អ្នកសូមបង្ហាញវាដល់ពួកយើងប្រសិនបើអ្នកបានឮអំពីការធ្វើរោគវិនិច្ឆ័យដែលយើងបានផ្ដល់ឲ្យអ្នកសូមបង្ហាញវាដល់អ្នកឯកទេសរបស់យើងកុំបារម្ភអីខ្ញុំនឹងលក់ជូនអ្នកពេលខ្ញុំមកដល់ផ្ទះចាំខ្ញុំនៅទីនេះបន្ទាប់មកខ្ញុំនឹងរងចាំមើលមិនហ៊ានមកទេរៀបចំចំណុចការងាររបស់អ្នកច្រកទ្វារនីតិខុសត្រូវភាពស្រពេចស្រពិលផ្ទាល់ខ្លួនបញ្ជូនខ្ញុំមកឥឡូវនេះចិញ្ចឹមបងប្រុសស៊ីវហេហ្គឹងស៊ីវតើមានអ្វីកើតឡើងនៅពេលព្រឹកតើខ្ញុំរកលុយដែលខ្ញុំចង់បានដោយរបៀបណាខ្ញុំបានរកឃើញតិចជាមួយ000យន្ត1000ប្រញាប់ឡើងយកលុយមកឲ្យខ្ញុំព្រឹកនេះបងធំមែនទេឬមិត្តរបស់អ្នកចង់បានវាយួនឆែនបានរកឃើញវាបន្ទប់30កំពុងរងចាំមកដល់ឆាប់នេះប្រព័ន្ធបូមទឹកពិតជាងាយស្រួលផលិតនិងដំណើរការលើគោលការណ៍ដូចគ្នានឹងម៉ាស៊ីនបូមទឹកទោះយ៉ាងណាក៏ដោយមិនមានសម្ភារៈផ្សារភ្ជាប់នៅក្នុងទសវត្សរ៍ឆ្នាំ1970ដូច្នេះវាមិនអាចផលិតបានទេប៉ុន្តែនៅក្នុងសម័យទំនើបនេះវាមិនមែនជាបញ្ហាតតែសោះបងប្រុសហ្គេងឈីវអស្ចារ្យណាស់500ពេលខ្ញុំត្រឡប់មកវិញខ្ញុំនឹងឲ្យគាត់បន្តដំណើររបស់គាត់យល់ព្រមខ្ញុំចង់បានច្រើនដូចពួកគេពីទសវត្សរ៍ឆ្នាំ1970បន្ទាប់មកខ្ញុំបានយកវាពេលនេះប្រព័ន្ធបូមទឹកបានរួចរាល់ហើយដល់ពេលត្រឡប់ទៅភូមិវិញហើយឲ្យលោកជុនម៉ែនភ្ញាក់ផ្អើលបន្តិចប៉ុន្មានថ្ងៃកន្លងទៅនេះខ្ញុំអស់កម្លាំងហើយតើអ្នកអាចឲ្យខ្ញុំរកលុយដោយសន្តិភាពចិត្តបានទេប្រព័ន្ធផ្ញើម៉ាស៊ីនដែលទន្ទឹងរង់ចាំជាយូររបស់ខ្ញុំមកខ្ញុំវិញCK បានបញ្ជូនខ្ញុំមកវិញនៅម៉ាស៊ីនដែលរង់ចាំជាយូរមកហើយមកដល់លោកហួងហ្គួងបាននិយាយថាអ្នកពិតជាហ៊ានមក
បើអ្នកមិនមកហេតុអ្វីខ្ញុំមិនទាញយកប្រយោជន៍ពីការខិតខំប្រឹងប្រែងរបស់អ្នកហើយបង្ហាញអ្នកពីរបៀបដែលខ្ញុំអាចចូលបាន10អ្នកដោយខ្លួនឯងអ្នកណាដឹងបាទឲ្យអ្នកមើលឃើញថាខ្ញុំដូចជា ទៅមើលថាមានអ្វីកើតឡើងតើនេះកំពុងធ្វើអ្វីរស់នៅតើយើងកំពុងធ្វើអ្វីជាមួយក្រែ3ប្រធានក្រុមយ៉ាង Guangxi បាននិយាយថាគាត់អាចធ្វើការងារមនុស្ស10នាក់បានដោយខ្លួនឯងឥឡូវនេះគាត់កំពុងដេញថ្លៃសម្រាប់ការសម្ដែងខាងក្រោមប្រសិនបើគាត់មិនអាចធ្វើវាបាន10ថ្ងៃបន្ទាប់ពូខ្វាងឈប់រញ៉េញ៉ៃទៀតមកឡើងធ្វើការទៀតទៅមេតបអ្នកនៅទីនេះទាន់ពេលសម្រាប់អ្នកដើម្បីមើលពីរបៀបដែលខ្ញុំអាចរក្សាមនុស្ស10នាក់ឲ្យនៅរស់ដោយខ្លួនឯងបានអព្រះជាម្ចាស់ឲ្យមានទឹកច្រើនយ៉ាងនេះតើខ្ញុំអាចនិយាយថានេះមិនមែនត្រឹមតែមួយក្តាប់តូចដោយរបៀបណានេះមិនត្រឹមត្រូវប្រធានក្រុមតើអ្នកគិតថាខ្ញុំអាចសម្រេចចិត្តជីវិតមនុស្ស10នាក់ដោយខ្លួនឯងបានទេកុំប្រាប់ខ្ញុំថាអ្នកជានរណាអ្នកពិតជាមានសមត្ថភាពបុគ្គលរបស់អ្នកនេះអាចធ្វើបានបងស្រីយ៉ាងខួយកុំភ្លេចផ្ដល់ពេលបន្ថែមមួយខែលើពីនេះវាក៏អាស្រ័យលើមុខងាររយៈពេល10ថ្ងៃរបស់ជាងមិញហេផងដែរតើនេះអាចទៅរួចដោយរបៀបណាមិញហេពេលនេះឯងមិនរវល់ទេតើអ្នកនឹងរត់ចេញទេនេះវាមិនអីទេពូខ្វាងតើអ្នកអាចបង្រៀនយើងរឿងនេះបានទេគ្រាន់តែបង្រៀនយើងទេតើមានប៉ុន្មានដុំប្រធានក្រុមយល់យ៉ាងណាដែរតើនេះរាប់ថាជាការបង្កើនប្រសិទ្ធភាពផលិតកម្មដែរឬទេតើអ្នកអាចឲ្យខ្ញុំពីរបីថ្ងៃបានទេបើអ្នកមានឆន្ទៈបង្រៀនអ្នករាល់គ្នានៅវិធីនេះខ្ញុំមិនអាចបង្រៀនអ្នកពីរឿងនេះបានទេចាប់តាំងពីកំណត់ទ្រព្យរបស់អ្នកត្រូវបានបាត់បង់ប៉ុន្តែខ្ញុំអាចធ្វើបានបន្តិចក្រោយមកហើយបង្រៀនអ្នកពីរបៀបប្រើដុំនេះមានអ្វីមួយបានកើតឡើងមានអ្វីមួយបានកើតឡើងមុខធំមានទូកធំនិងមុខធំនេះគឺអាក្រក់វាត្រូវបានស៊ើបអង្កេតបង្ហាញខ្ញុំថាតើអ្នកស្អាតប៉ុណ្ណាតោះទៅមើលទាំងអស់គ្នាកប៉ាល់ធំធ្លាប់ឮថាដាសាចុះពីលើភ្នំទេពិតតើមានអ្វីកើតឡើងខ្ញុំបានឮថាកាក់ធំបានចុះពីលើភ្នំហើយមានមនុស្សនៅទីនោះសំណាងល្អគ្រួសារចិញ្ចឹមជ្រូកបានបាត់បង់អស់ជាច្រើនខ្លះអ្វីតើគួរធ្វើយ៉ាងណាពេលសូត្រធំចុះមកវាខ្លាំងជាងជ្រូកព្រៃទៅទៀតហើយវាថ្លៃជាងជ្រូកព្រៃទៅទៀតវាគឺជាការជួយបុរសនេះសប្តាហ៍នេះមានន័យថាការការពារសត្វប៉ុន្តែវាខុសគ្នានៅឆ្នាំ1970មិនត្រឹមតែខ្លាគ្មានប្រយោជន៍ដូចជាគុកនោះទេវាក៏អាចចិញ្ចឹមបានដូចគ្នាដែរនេះជាខប្រុសឬស្រីតើមានភាពខុសគ្នាទេបងប្រុសរបស់ម្ដាយខ្ញុំគឺអស្ចារ្យណាស់ទេបុរសមានប្រយោជន៍ជាងកណ្ដាប់ដៃនិមិត្តនេះគឺជារឿងល្អគ្រប់គ្នាក៏បានឮថាលើកនេះឡាវឆែនមិនត្រឹមតែធ្វើឲ្យមនុស្សម្នាក់រងរបួសទេថែមទាំងបាត់ជ្រូកមួយក្បាលទៀតផងសំណាងល្អគាត់ចិញ្ចឹមជ្រូកបើមិនដូច្នេះទេគ្រួសារនេះនឹងត្រូវខំក្បាលធំមិនខានបាតមុខធំនោះបានសម្លាប់មនុស្សកាលពីឆ្នាំមុនស្ងាត់ស្ងៀមស្ដាប់ខ្ញុំសិនសត្វតិរច្ឆាននេះអាចធ្វើបាបមនុស្សលើកនេះហើយវានឹងអាចស៊ីមនុស្សនៅពេលក្រោយកងពលតូចបានសម្រេចចិត្តចូលទៅក្នុងភ្នំដើម្បីបរបាញ់សត្វខ្លាតើអ្នកណាមានឆន្ទៈក្នុងការចុះឈ្មោះនេះគឺជាស្នេហាคล้ายៗកុំខកខានឱកាសនេះនៅកម្រិតធម្មពលសហវត្តស្បែកខ្លានិងស្បែកខ្លាសុទ្ធតែជាកំណប់ទ្របដ៏កម្រចាំតតែខ្លាទៅយកអីឥឡូវនឹងហើយប្រយ័ត្នខ្ញុំគួរតែចុះឈ្មោះប្រសិនបើខ្ញុំអាចទទួលបានគាត់ទេអ្នកមិនអាចទៅបានទេចុះបើជួបគ្រោះថ្នាក់ពេលនេះខ្ញុំបានចូលភូមិឆេវវិញខ្ញុំគួរតែចូលរួមចំណែកដល់ភូមិឆេវវិញកុំបារម្ភតើខ្ញុំគួរធ្វើដូចម្តេចកុំបារម្ភអីអ្វីនឹងល្អលោកពូយ៉ែងយ៉ែងនិយាយបានល្អលោកពូយ៉ែងយ៉ែងវិញ្ញាណរបស់អ្នកប៉ះខ្ញុំខ្លាំងណាស់ប៉ុន្តែសម្រាប់មនុស្សបែបនេះនរណាម្នាក់នៅតែចង់សម្លាប់គាត់ដោយកំហុសបង្អត់ជំនាញគាត់គឺធ្វើឲ្យភូមិតូចរបស់យើងអាម៉ាស់បើអ្នកមិនចង់ស៊ីជីវិតនិងសេចក្តីស្លាប់ទេអ្នកពិតជានិយាយមែនជាងមីថែនតើអ្នកនិយាយម្ដងទៀតទេវាមិនដូចជាអ្នកមិនមានខ្ញុំទេសូមប្រាប់អ្នកស្រីយ៉ែងថាអ្នកក៏នឹងចូលរួមក្នុងកម្មវិធីនេះដែរទេវាមិនត្រឹមត្រូវទេជើងខ្ញុំកងសងបែលដែនគឺជាមនុស្សបែបនេះខ្ញុំប្រាប់អ្នកឲ្យដកការខិតខំរបស់អ្នកពូយ៉ាងយ៉ែងនិយាយអំពីកុងហ្វូអស់រយៈពេល1ខែស្ដាប់ទៅដូចជាទុកឲ្យពូយ៉ាងយ៉ែងប្រយុទ្ធ1ខែប្រសិនបើឆ្មាធំបាញ់ទម្លាក់យ៉ាងលើកនេះពូយ៉ាងមានសិទ្ធិកែតម្រង់ជួរស្នងអ្នកណាហ៊ានជួយខ្ញុំមកទីនេះឡពូ Sunshine អ្នកដែលបានចុះឈ្មោះលើកនេះនឹងត្រូវបានបញ្ជាដោយអ្នកមាន50 60នឹងពាក់កណ្ដាលស្វ័យប្រវត្តិនៅក្នុងបណ្ណាល័យទាំង3មនុស្សគ្រប់រូបមានមួយប៉ុន្តែអ្នកត្រូវតែចងចាំដើម្បីធានាសុវត្ថិភាពរបស់អ្នកគ្រប់គ្នាកុំបារម្ភអំពីការក្លែងបន្លំនិងបំពេញកិច្ចការនោះហើយជាវាអ្នកទាំង3តោះទៅពូយ៉ូតើពេលណាដែលយើងនឹងផ្លាស់ទីបង្អួតប្រព័ន្ធរហូតមកដល់ពេលនេះតើរយៈពេលនៃការត្រជាក់ដល់ម៉ោងវិលត្រជាក់មានរយៈពេលប៉ុន្មានម៉ោង8ព្រឹកព្រលឹមខ្ញុំនឹងត្រឡប់ទៅរៀបចំអ្វីមួយកុំបារម្ភអ្នកទាំងអស់គ្នាខ្ញុំមានអាវុធសម្ងាត់ដើម្បីដោះស្រាយជាមួយឆ្មាធំពិតជាលោកពូយ៉ូអ្នកប្រកាសជាបានពី70ទៅ80ថាអ្នកនឹងដឹងពេលខ្ញុំទទួលវាត្រជាក់ទៅភ្លាម3 2 1
ប្រព័ន្ធបញ្ជូនខ្ញុំត្រឡប់ទៅបច្ចុប្បន្នវិញជាមួយនេះសូម្បីតែខ្លាក៏ត្រូវដេកដែរ បញ្ជូនខ្ញុំទៅប្រព័ន្ធវិញម៉ាស៊ីននៅតែដែលខ្ញុំចង់បញ្ឆេះវា ពូហ្គោខ្ញុំសង្ឃឹមថាឆ្មាធំនឹងមិនមកទេប្រសិនបើវាយឺតបើគាត់មិនមកថ្ងៃនេះគាត់នឹងមកថ្ងៃស្អែកបើគាត់មកគាត់នឹងមក មកដល់ គោបាននិយាយ អាវុធរបស់អ្នកត្រូវតែអាចទុកចិត្តបានបើមិនដូច្នេះទេយើងនឹងស្លាប់ គុំបារម្ភគុំប្រាប់ខ្ញុំថាខ្លាមកទីនេះដើម្បីនាងចូលមកចិត្តចូលមកចិត្ត ពូហ្គោអ្នកមិនមានរបស់នេះទេឆៃចាស់នេះនៅតែអាចផ្លាស់ទីបានគុំប្រញាប់ប្រញ័រឲ្យស៊ីដិនត្រឡប់មកវិញអស្ចារ្យមែនហ្គោថេនីលោកហ៊ឺចំណាស់នេះពិតជាឈួតមែនអាវុធនេះខ្លាំងមែនតែនសម្រាប់នាងឲ្យលឿនខណៈនាងមិនដេកសូមប្រយ័ត្នស្បែកនោះមានតម្លៃបំផុតគុំបារម្ភខូចចិត្តណាស់ប្រសិនបើវាមិនមែនសម្រាប់ឆ្នាំ1977តើខ្ញុំអាចទទួលបានរឿងនេះដោយរបៀបណាមុខងារនៅតែជារបស់ម្ដាយមុខងារគឺល្អប្រញាប់ឡើងហើយយកនាងមកវិញនៅនីតិក្រដៅពេលវេលាមកដល់ខ្ញុំអាចការពារដៃហើយពាក់វាបាន ជេអ្នកក៏ចំនួនទី2 ប្រធានក្រុមបានជឿលើជោគវាសនារបស់គាត់វាអស្ចារ្យណាស់ដែលខ្លានេះត្រូវបានចាប់ពូយីងពិតជាសម្រាប់ខ្លាមែននាងមានធម៌ពលខ្លាំងនាងបានស្លាប់កាលពីឆ្នាំមុនអ្វីដែលមនុស្ស2នាក់មិនអាចធ្វើបាននាងអាចជំនះចេញបានត្រឹមតែ2នាក់ប៉ុណ្ណោះពូឆេងវែងនឹងខ្លាយជាវីរបុរសប្រយុទ្ធនឹងខ្លាចាប់ពីពេលនេះទៅម៉ាក់នឹងប៉ាពិតជាចុះចូលណាស់ឥឡូវនេះគាត់កំពុងប្រយុទ្ធជាមួយឆេយិងយាគាត់គឺជាយិងយេសម្រាប់ឪពុករបស់គាត់ នោះពូខ្លាំង គ្រាន់តែអនុវត្តតាមច្បាប់ដែលខ្ញុំបានប្រាប់អ្នកពីមុនអ្នកទាំង3ចែកឡាវស៊ូជាពាក់កណ្ដាលអ្វីនៅទីនេះត្រូវបានទេទៅអ្នកដែលមានអធិភាព ប្រធានកងពលតូចនោះខ្ញុំចង់ទិញឆ្អឹងខ្លារបស់គេក្នុងតម្លៃ10យុនមានឆ្អឹងខ្លាចំនួន20ពូតើខ្លានេះជាអ្វី អ្នកអាចស្លាប់បើអ្នកចង់យកវាដោយមិនបាច់បង់ប្រាក់នោះត្រូវហើយខ្ញុំមិនចង់បានលុយទេខ្ញុំគិតថាមិនអីទេខ្ញុំគិតថាវាមិនអីទេបន្ទាប់ពីឆ្មាធំត្រូវបានដំណើរការខ្ញុំនឹងផ្ញើវាទៅអ្នកមិនអីទេខ្ញុំនឹងទៅផ្ទះហើយសម្រាកជាមុនសិន បងឡងហេតុអ្វីបងនៅទីនេះពូខ្ញុំមិនអាចធ្វើជាឆ្កែរបស់វីរបុរសខ្លាដូចអ្នកបានទេខ្ញុំនៅទីនេះដើម្បីផ្ដល់ឲ្យអ្នកនៅអ្វីមួយផ្ដល់ឲ្យដងឈិនអ្វីមួយ តើអ្នកមិនបានសុំឲ្យខ្ញុំរកមើលសម្បត្តិស្រាឆ្មាពីមុនទេតើអ្នកនៅតែចង់បានពួកគេទេខ្ញុំបានរកឃើញពួកគេ តើរូបភាព15អាចបរិភោគបានទេ អ្នកត្រូវតែអាចបរិភោគអេក្រង់15នៃកុហកឆ្មាបើអាចទិញមេឃកងពលតូចឬកប៉ាល់ផ្កាយ5ទោះមិនអាចទិញបានក៏ដោយបន្ទាប់ពីទិញ gauge អ្នកអាចទទួលបានការខូចខាតកាន់តែច្រើនលើសពីនេះឆ្អឹងខ្លានិងគែមខ្លាគឺជាការប្រមូលផលដ៏ធំមួយ នេះជាការចំណេញជាង100យុន ពូតើនេះជាអ្វី នេះគឺជាម៉ាស៊ីនរំដោតដ៏ធំមួយដែលមិត្តរបស់ខ្ញុំបានផ្ដល់ឲ្យខ្ញុំពីគិលានុបដ្ឋាយិកាតើអ្នកអាចបង្ហាញវាដល់ខ្ញុំបានទេកុំប្រាប់ខ្ញុំថាខ្ញុំបង្ហាញវាទៅអ្នកវាមានតែ2យុនសម្រាប់អ្នកប៉ុន្តែលើកក្រោយអ្នកអាចរកឲ្យខ្ញុំឃើញសម្បត្តិជើងឆ្មាបន្ថែមទៀត ប្រសិនបើមានស្រាសម្រាប់ពីរោគឆ្មានោះជាការល្អគ្រប់គ្រាន់ហើយបន្ទាប់មកខ្ញុំនឹងគិតថ្លៃអ្នក15យុនក្នុងមួយដុំមិនអីទេពូ ខ្ញុំនៅតែជាម្ចាស់រឿងនេះខ្ញុំគិតថាករណីធនាគារនេះគឺជាការទិញដ៏ល្អអ្នកពិតជាមានគំនិតអាជីវកម្មនៅពេលនោះខ្ញុំនឹងទទួលបាននៅពេលក្រោយ ខ្ញុំបានរកឃើញសម្បត្តិកុហកចំនួន15សន្លឹកក្នុងពេលតែមួយហានឡុងមានសមត្ថភាពណាស់វាលឿនជាងការស្វែងរកវាដោយខ្លួនឯងពូមិនអីទេខ្ញុំនឹងចាក់ចេញមុនរងចាំបន្តិចអ្នកបាននិយាយថាអ្នកបានគិតថ្លៃសម្បត្តិឆ្មាជើងខ្ញុំរួចហើយតើអ្នកនៅតែអាចផ្ដល់ឲ្យខ្ញុំនៅទស្សនៈមធ្យមមួយចំនួនមុនពេលរាជវង្សថេងវាមិនអីទេក្នុងការធ្វើឲ្យវាកាន់តែអាក្រក់ពូហេតុអ្វីបានជាអ្នកចង់បានរបស់អសុរោះទាំងនោះគ្មាននរណាម្នាក់នៅលើដីអាចយកពីពួកគេហើយពួកគេគ្មានតម្លៃ ខ្ញុំគ្រាន់តែចូលចិត្តរឿងទាំងនេះអ្នកអាចឲ្យខ្ញុំ50សេនហើយខ្ញុំអាចប្រាប់អ្នកថាខ្ញុំចង់បានប៉ុន្មានពួកខ្ញុំបានសម្រេចចិត្តហើយ គ្មានបញ្ហាទេខ្ញុំនឹងទៅទីនោះជាមុនសិននោះតើមិត្តរបស់អ្នកបានធ្វើអ្វីនៅរសៀលនេះគាត់មកប្រាប់ខ្ញុំរឿងមួយខ្ញុំត្រូវទៅហ្គេងយ៉ូដើម្បីយកមាត់បឹងនៅពេលក្រោយវាយឺតពេលហើយចាំថាត្រឡប់មកវិញទាន់ពេលសម្ពាធធំនិងសម្ពាធទី2បានកើនឡើងនៅពេលយប់អ្នកអាចគេងដោយខ្លួនឯងហេតុអ្វីបានជាអ្នកមិនអាចយល់អ្នកមានន័យថាវាហាក់ដូចជានៅមានកន្លែងសម្រាប់ងូតទឹកនៅបឹងនេះត្រូវតែសន្សំខ្លះសម្រាប់ខ្លួនខ្ញុំ ចូលយើងព្យាយាមឲ្យខ្លាំងឡើងដើម្បីយកជើងឆ្មារឿងនេះនឹងមិនត្រូវបានដោះស្រាយរហូតដល់សម័យទំនើបខ្ញុំមិនមានវាទេខ្ញុំមិនមានសម្បត្តិទេដូច្នេះកុំរកវាអី ខ្ញុំនឹងមិនលក់វាទេទោះបីជាខ្ញុំស្វែងរកវាយ៉ាងណាក៏ដោយតើអ្នកចង់បានអ្វី
រាល់ពេលដែលខ្ញុំមកទីនេះខ្ញុំក្នុងនាមជាមនុស្សសម័យថ្មី